Lấyในក្នុងសវនកម្មនៃតុលាការខ្មែរក្រហមនៅពេលថ្មីៗនេះលោកនួនជាបានបង្ហើបថាវៀតណាមមានបំណងត្រួតត្រាប្រទេសកម្ពុជាជាយូរមកហើយការចង់ត្រួតត្រាប្រទេសកម្ពុជារបស់អ្នកដឹកនាំវៀតណាមនេះមានតាំងពីបកកុម្មុយនីសកម្ពុជាទើបតែកើតមានរហូតដល់បកកុម្មុយនីសកម្ពុជាបានទទួលជ័យជំនះត្រួតត្រាប្រទេសនិងចុងក្រោយរលាយទៅវិញក្នុងសម័យតស៊ូបដិវត្តន៍បកកុម្មុយនីសវៀតណាមបានបង្កប់មនុស្សរបស់គេនៅគ្រប់កន្លែងនៃប្រទេសកម្ពុជាហើយបានបណ្ដុះបណ្ដាលជនកម្ពុជាមួយចំនួនឲ្យស្រឡាញ់គោរពវៀតណាមនិងបម្រើផលប្រយោជន៍របស់ប្រទេសវៀតណាមនៅក្នុងប្រទេសវៀតណាមបានលួចចាត់តាំងបកមួយផ្សេងដោយស្ងាត់ហៅឈ្មោះថាបកប្រជាជនកម្ពុជាសមាជិករបស់បកនេះគឺពួកខ្មែរវៀតមិញដែលវៀតណាមយកទៅអប់រំនៅហាណូយពីឆ្នាំ1954ក្រោយកិច្ចព្រមព្រៀងហ្សឺណែវលោកនួនជាបានលើកឡើងថាអ្នកដឹកនាំប្រទេសវៀតណាមមានមូលហេតុជាច្រើនក្នុងការចង់កាន់កាប់គ្រប់គ្រងប្រទេសកម្ពុជានិងឡាវនៅក្នុងសហព័ន្ធឥណ្ឌូចិនមានកត្តាមួយចំនួនដូចតទៅនេះគឺវៀតណាមមានគំនិតជាជាតិធំឬហៅថាលទ្ធិជាតិធំនិយមលទ្ធិធ្វើចវាយលើប្រទេសតូចប្រជាជនតិចទុនខ្សោយមើលងាយមើលថោកប្រទេសតូចប្រជាជនតិចទុនខ្សោយវៀតណាមប្រកាន់យកនៅលទ្ធិឈ្លានពានវៀតទីលេបទឹកដីបំបត្តិពូជសាសន៍ជាបន្តមកទៀតក្នុងពេលប្រយុទ្ធដណ្ដើមកាន់កាប់ក្រុងភ្នំពេញក្នុងឆ្នាំ1975ពីរបបលោកសេនាប្រមុខលន់នល់លោកនួនជាបានរៀបរាប់ថាអ្នកដឹកនាំវៀតណាមបាននិយាយចំអកឲ្យអ្នកដឹកនាំបកកុម្មុយនីសកម្ពុជាថាមិនមានសមត្ថភាពក្នុងការវាយយកក្រុងភ្នំពេញនិងត្រូវតែមានចំណងមិត្តភាពជាមួយវៀតណាមជាពិសេសនិងចូលរួមក្នុងសហព័ន្ធឥណ្ឌូចិនដែលមានប្រទេសវៀតណាមជាអ្នកដឹកនាំក្រោយពេលបកកុម្មុយនីសកម្ពុជាបានគ្រប់គ្រងប្រទេសក្នុងខែមេសាឆ្នាំ1975បង្កើតរបបកម្ពុជាប្រជាធិបតេយ្យលោកនួនជាបានឲ្យដឹងថាមានការចរចាតឹងតែងជាមួយវៀតណាមលើបញ្ហាព្រំដែននិងបញ្ហាជាច្រើនទៀតតែអ្នកដឹកនាំវៀតណាមមិនបានទទួលយល់ព្រមតាមការលើកឡើងរបស់អ្នកដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យឡើយខាងវៀតណាមមិនសុខចិត្តទទួលស្គាល់ខ្សែបន្ទាត់ប្រេវីយ៉េដែលបារាំងគូសកាលសម័យបារាំងត្រួតត្រាកម្ពុជាការប្រជុំមិនបានផលសម្រេចអ្វីក៏ផ្អាកសិនទុកនិយាយគ្នាថ្ងៃក្រោយទៀតតាមលោកនួនជាអតីតអនុប្រធានបកកុម្មុយនីសកម្ពុជាលោកបានឲ្យដឹងថាក្រោយឆ្នាំ1975អ្នកដឹកនាំវៀតណាមបានបង្កបញ្ហាជាច្រើនជាមួយរបបកម្ពុជាប្រជាធិបតេយ្យដោយមានការវាយប្រយុទ្ធរវាងកងទ័ពប្រទេសទាំងពីរតាមព្រំដែននៃប្រទេសទាំងពីរនិងមានការលូកដៃរបស់វៀតណាមក្នុងការធ្វើរដ្ឋប្រហារផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យទៀតផងតែលោកមិនបានបញ្ជាក់អំពីពេលវេលាច្បាស់លាស់ទេវៀតណាមប្រើល្បិចកលគ្រប់បែបយ៉ាងដើម្បីបំផ្លាញការបដិវត្តរបស់ប្រជាជនកម្ពុជានិងការអភិវឌ្ឍប្រទេសជាតិកម្ពុជាប្រជាធិបតេយ្យមានដូចជាចាត់តាំងជាបកបួលក្នុងបកជនអ្នកដឹកនាំពីលើដល់ក្រោមក្នុងបកកុម្មុយនីសកម្ពុជាដោយសម្ងាត់ដើម្បីត្រៀមទប់ទល់ប្រឆាំងបកកុម្មុយនីសកម្ពុជាយ៉ាងចេញមុខក្នុងពេលចំពោះមុខលោកនួនជាបានលើកឡើងថាវៀតណាមក្រៅពីបង្កប់មនុស្សរបស់ខ្លួននៅក្នុងបកក្នុងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់របស់កម្ពុជាប្រជាធិបតេយ្យអ្នកដឹកនាំវៀតណាមបានបង្កប់មនុស្សរបស់គេនៅក្នុងកងទ័ពហើយជំរុញឲ្យអសកម្មក្នុងការប្រយុទ្ធនិងមានការរត់ចោលជួរចេញពីរបបកម្ពុជាប្រជាធិបតេយ្យនៅខែធ្នូឆ្នាំ1977វៀតណាមបានវាយប្រហារដោយទ្រង់ទ្រាយធំដើម្បីឈ្លានពានកម្ពុជាប្រជាធិបតេយ្យតែត្រូវបានវាយបកវិញពីកងទ័ពកម្ពុជាប្រជាធិបតេយ្យតែនៅខាងភូមិភាគបូព៌ាមានកងទ័ពកម្ពុជាប្រជាធិបតេយ្យមួយចំនួនរត់ចោលជួរដោយមានពួកក្បត់បង្កប់ក្នុងកងទ័ពបម្រើនយោបាយបំបែកបំបាក់របស់វៀតណាម1978ខែវិច្ឆិកាមកវៀតណាមកុម្មុយនីសបានខំព្យាយាមធ្វើរដ្ឋប្រហារដោយមានវ៉ុនវ៉េតចូលរួមតែត្រូវបរាជ័យបន្ទាប់បច្ចុប្បន្នលោកនួនជាបានអះអាងថាអ្នកដឹកនាំប្រទេសវៀតណាមនៅតែតាមដានគ្រប់គ្រងប្រទេសកម្ពុជាតាមរយៈសមាគមអាណិកជនវៀតណាមនៅកម្ពុជាទៀតផងធាតុពិតនៃសមាគមនេះគឺមានសាខាបកកុម្មុយនីសវៀតណាមដឹកនាំសម្រាប់ធ្វើសកម្មភាពនយោបាយសេដ្ឋកិច្ចយោធាមនោគមវិជ្ជានៅតាមខេត្តនៃប្រទេសកម្ពុជានេះជាយុទ្ធវិធីពោះថ្លាន់រឹតរួតកូនឆ្លុះឲ្យទន់ឆ្អឹងហើយលេបយកតែម្ដងការលើកឡើងរបស់លោកនួនជាសាធារណៈបានបង្ហាញនូវហេតុការណ៍មួយចំនួនដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនិងបំពេញចន្លោះប្រហោងសៀវភៅប្រវត្តិសាស្ត្រអំពីហេតុការណ៍ទាំងអស់នោះជាមួយនោះដែរលោកនួនជាចង់បង្ហាញថាវិបត្តិកើតមាននៅប្រទេសកម្ពុជាដោយសារប្រទេសវៀតណាមបញ្ហាទាំងនោះរួមទាំងការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ
លោកបណ្ឌិតឡាយម៉ុងហៃអ្នកវិភាគឯករាជ្យបានមានប្រសាសន៍ថាលោកបានយល់ដឹងថែមទៀតតាមរយៈការលើកឡើងនោះលោកបានមានប្រសាសន៍ថាបើសិនជាការលើកឡើងនោះជាការពិតវាជាមេរៀនឲ្យអ្នកដឹកនាំកម្ពុជាមានការប្រុងប្រយ័ត្នចំពោះអ្វីដែលកើតឡើងរវាងប្រទេសកម្ពុជានិងវៀតណាមក្នុងពេលកន្លងមកនេះក៏សិនជាដែលប្រព្រឹត្តឡើងជាការពិតគឺជាល្អហើយយើងត្រូវរៀនមេរៀនទៅតើយើងរៀបចំចំណាក់ស្មងជាមួយនឹងប្រទេសជិតខាងនេះបែបណាដើម្បីដែលជៀសវាងឲ្យគេមានមហិច្ឆតារំលោភលើដែនដីរបស់ប្រទេសកម្ពុជាចំពោះបញ្ហាសមាគមមនិកជនវៀតណាមនៅកម្ពុជាលោកបណ្ឌិតឡាយម៉ុងហៃបានមានប្រសាសន៍ថាវាពិតជាមានការតាក់ទងរវាងសមាគមនោះជាមួយបកកុម្មុយនីសវៀតណាមតែត្រង់ថាទំនាក់ទំនងកម្រិតណានោះលោកមិនបានដឹងជាក់លាក់ទេចំពោះលោកឡាត់គីដែលជាអ្នកតាមដានសាលាក្តីខ្មែរក្រហមរបស់សមាគមការពារសិទ្ធិមនុស្សឈ្មោះអាត់ហុកលោកបានមានប្រសាសន៍ថាការលើកឡើងរបស់លោកនួនជាតាក់ទងជាមួយបញ្ហាប្រទេសវៀតណាមនិងអ្នកដឹកនាំវៀតណាមនោះគ្រាន់តែជាលេសដើម្បីខ្លួនគាត់គេចចេញពីការទទួលខុសត្រូវក្នុងនាមគាត់ជាអតីតអ្នកដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមតែប៉ុណ្ណោះសម្រាប់ទស្សនៈផ្ទាល់របស់ខ្ញុំយល់ឃើញថាវាជាការដែលបានលើនៅថ្នាក់ដឹកនាំរដ្ឋលើកឡើងអំពីការពាក់ព័ន្ធចំពោះបញ្ហាដែលបានកើតឡើងប៉ុន្តែខ្ញុំយល់ឃើញថាគាត់គឺជាអ្នកមនោគមវិជ្ជាម្នាក់លោកឡាត់គីបានទទួលស្គាល់ថាការលើកឡើងនោះមានការពិតខ្លះទាក់ទងបញ្ហាសមាគមមនិកជនវៀតណាមនៅកម្ពុជាតែលោកមិនជឿថាគ្រប់ការប៉ុនប៉របស់បកកុម្មុយនីសវៀតណាមសុទ្ធតែបានទទួលជោគជ័យនោះទេមន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃនិងមន្ត្រីស្ថានទូតវៀតណាមនៅកម្ពុជាមិនអាចតាក់ទងសុំមតិអត្ថាធិប្បាយតាក់ទងការលើកឡើងរបស់លោកនួនជានោះបានឡើយការលើកឡើងរបស់លោកនួនជានោះនៅក្នុងពេលគាត់ថ្លែងការពីខ្លួនក្នុងសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី22វិច្ឆិកាកន្លងទៅលោកនួនជាបានសន្យាថាគាត់នឹងឆ្លើយបំភ្លឺថែមទៀតនៅពេលណាដែលសហបរិយាអាជ្ញាសាលាក្តីខ្មែរក្រហមចោទសួរគាត់បន្ថែមនៅពេលខាងមុខលោកនួនជាជនជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទមេខ្មែរក្រហម4រូបក្នុងសំណុំរឿង002ក្នុងការទទួលខុសត្រូវក្នុងរបបបល្ល័ង្កពូជសាសន៍ប៉ុលពតដែលកាន់អំណាចពីឆ្នាំ1975ដែលបណ្ដាលឲ្យមនុស្សស្លាប់ជិត2លាននាក់ខ្ញុំកែឌីមុលវិទ្យុអាស៊ីសេរីក្រុងភ្នំពេញ